ទីបំផុតការរងចាំអស់ជាច្រើនឆ្នាំរបស់ Harry Kane អាចនឹងចូលមកដល់នៅសប្តាហ៍ក្រោយនេះហើយគឺការឈ្នះពានលីកកំពូលជាលើកដំបូងនៅក្នុងអាជីពរបស់ខ្លួនបន្ទាប់ពីត្រូវរងចាំអស់ជាច្រើនរដូវកាលក៏ប៉ុន្តែខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះអាចនឹងឈ្នះពានដោយមិនបានចូលលេងព្រោះតែរូបគេជាប់ពីនៃត្រូវព្យួរមួយប្រកួតក្នុងការប្រកួតកាលពីយប់មិញ Harry Kane ត្រូវអាជ្ញាកណ្ដាលពីនៃកាតលឿងមួយសន្លឹកនៅចុងតង់ទី1នាទី45+1ទៅហើយធ្វើឲ្យចំនួនកាតលឿងរបស់គេកើនឡើងគ្រប់5ដងស្មើនឹងព្យួរមួយប្រកួត Harry Kane ហាក់មិនសូវរីករាយប៉ុន្មានឡើយថ្មីបើក្រុមរបស់គេបានយកឈ្នះទៅលើក្រុម Man 05ដោយលទ្ធផល3-0កាលពីយប់មិញក៏ដោយព្រោះគេដឹងខ្លួនថានឹងត្រូវអវត្តមាននៅប្រកួតក្រោយដែលជាឱកាសលើកពានជាលើកដំបូងនៅក្នុងអាជីពក្រោយចប់ការប្រកួត Kane បានសម្ដែងការហួសចិត្តចំពោះអាជ្ញាកណ្ដាលដែលពីនៃកាតលឿងមកលើរូបគេទាំងដែលវាគ្រាន់តែជាកំហុសតូចតាចសោះមួយទៀតអតីតខ្សែប្រយុទ្ធស្ពើរូបនេះនិយាយចំថាច្បាប់នៅអាល្លឺម៉ង់នេះពិតជាចម្លែកណាស់គេយល់ថាវាមិនសមទាល់តែសោះដែលកាតលឿងត្រូវបង្កងទុករហូតដល់ពេញមួយរដូវកាលខណៈនៅអង់គ្លេសគេនឹងលុបចំនួនកាតលឿងចោលវិញក្រោយប្រកួតបាន19ដងឬស្មើបញ្ចប់ពាក់កណ្ដាលរដូវកាលសូមបញ្ជាក់ថាក្រុម Bayern Munich ត្រៀមឆ្លងជើងឯកនៅសប្តាហ៍ក្រោយនេះប្រសិនបើពួកគេអាចយកឈ្នះទៅលើក្រុម RB Leipzig នៅក្រៅផ្ទះក៏ប៉ុន្តែប្រសិនបើចាញ់ហើយ Leverkusen ឈ្នះ Freiburg នោះការឆ្លងជើងឯករបស់ពួកគេនឹងត្រូវពន្យាពេលមួយសប្តាហ៍ទៀតទោះយ៉ាងណាក៏ដោយ Bayern Munich នៅតែមានសង្ឃឹមខ្ពស់ក្នុងការគ្រងជើងឯក Bundesliga រដូវកាលនេះបន្ទាប់ពីប្រកួតបាន31ដងមាន75ពិន្ទុនាំមុខ Leverkusen នៅកំពូលតារាងរហូតដល់ទៅ8ពិន្ទុខណៈនៅសល់ត្រឹមតែ3ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល